ពេលវេលាបុកពោះបានមកដល់ហើយបងប្អូនឥឡូវថ្ងៃនេះគឺខ្ញុំមកពិនិត្យអេកូភេទស្រីភេទប្រុសដឹងប៉ិតប្រកាសឲ្យសម្រាប់ថ្ងៃនេះបងប្អូនមើលតាភ្នែកខ្ញុំស្លឹងមើលអេកូដឹងហើយគឺខ្ញុំបុកពោះមែនតើហ្មងទាំងអស់គ្នាពីព្រោះដោយសារពួកខ្ញុំបានយកតេស្តឈាមទៅពិនិត្យនៅប្រទេសកូរ៉េពិនិត្យនឹងដើម្បីឲ្យដឹងថាភេទច្បាស់ 100% ឬក៏អត់មួយទៀតនឹងគឺមើលពាក់ព័ន្ធជាមួយនឹងសុខភាពគាត់ថាតើគាត់នឹងគឺល្អ 100% ឬក៏អត់បងប្អូនមានជំងឺមានអីផ្សេងៗអញ្ចឹងគឺយើងមើលឃើញតែប៉ុន្តែកដាឈាមអត់ទាន់ចេញទេបងប្អូនស្អែកបានចេញប៉ុន្តែគ្រូសាស្ត្រខ្ញុំគាត់ច្បាស់លាស់មែនទែនគាត់សូមឲ្យអ្នកគ្រូមកពិនិត្យអេកូម្ដងទៀតពាក់ព័ន្ធជាមួយនឹងភេទដើម្បីកុំឲ្យថាខុសគ្នាអញ្ចឹងតែផលចេញមកឲ្យទាំងអស់គ្នាអ្នកគ្រូពេទ្យគាត់ដឹងតែខ្ញុំអត់ទាន់ដឹងទេចាំមើលតាណាដើមតងចែកយប់ឡើងបងប្អូនអើយអូនណាពីប្តីខ្ញុំវិញបងប្អូនអើយគេបានកូនក្រោយនេះវិញគឺថាអូគេស្រឡាញ់ណាស់ឲ្យខ្ញុំវិញសោចបិទមាត់អត់ចិត្តទេទាំងអស់ឲ្យផឹកលឿននេះអាំងទៅអេកូទាំងអស់គ្នាពុតអេសាអីតេស្តឈាមយើងខាងស្អែកដឹងហើយអញ្ចឹងយើងត្រូវទៅពិនិត្យអេកូម្ដងទៀតដើម្បីច្បាស់ការ 100% ចិត្តទៅអោយបលំឡើងឆាប់ទេទាំងអស់គ្នាហើយយប់នឹងគឺថាគ្មានបានដេកទេភ័យទាំងអស់គ្នាពេលដែលដឹងភេទកូនថាម៉ាមីណាខ្លះដូចខ្ញុំគឺថារំភើបមែនតែនកូនពីរនេះទាំងអស់គ្នាសំខាន់ណាស់អាពេលយប់នឹងឆ្លៀតទៀតតបងប្អូនណាខ្ញុំនិយាយមែនខ្ញុំអត់បានប្រើអីញ៉ៃប្រេផ្ដាស់បងប្អូនពួកអីមនុស្សស្រីរបស់យើងគឺឡើងមែនតែនអាមុនសាច់មុនកានកន្លែងក្លៀតចំហនឹងហើយខ្ញុំមកបងប្អូនតាំងពីប្រានេះមកមុខខ្ញុំអត់សូវមានមុនកាមុនសាច់ទេបងប្អូនខ្ញុំសឹងថាខ្ញុំយកសម្ដីអ្នកពោះធំមកនិយាយមកពួកខ្ញុំប្រើផ្ទាល់ឲ្យល្អណាស់ក្នុងពេលដែលយើង clean ស្បែកមុខនឹងទាំងអស់គ្នាស្បែកមុខយើងគឺឡងទុនឡងមានសំណើមមកខ្ញុំអត់ចង់ជឿទេណាទាំងអស់គ្នានឹងស្បែកមុខអ្នកពោះធំអូយខ្ញុំបើសិនជាបដ ாய் មុខទៅតាមអីដែលខ្ញុំអត់ប្រើបងប្អូនចាមុខខ្ញុំបែកជាប់បែកដាច់ជ្រួយក្រោយពេលសម្រាមហ្មងប៉ុន្តែអត់ទេណេះចាបានប្រើមីហ្វូម clean នេះមកគឺថាស្បែកមុខខ្ញុំឯងអត់មានមុនកាមុនខ្សាច់ជាបងប្អូនល្អណាស់ខ្ញុំឆ្លាញ់ product នេះខ្លាំងមែនទែនបងប្អូនខ្ញុំប្រើចោះណាព្រោះល្អខ្ញុំសឹងតែឲ្យបងប្អូនប្រើម្នាក់មក10បងប្អូនចង់ប្រើអត់អានេះមិនមែនជាប្រភេទ foam ធម្មតាណា clean ស្បែកមុខរបស់យើងទុនរលោងមានសំណាប់ឲ្យបាត់មុនកាមស្បែកមុខបងប្អូនតើអ្នកសូវមានមុនខ្សាច់ទេនិយាយទៅគឺបែខ្លាំងមែនតើនិយាយពីប្តីខ្ញុំវិញបងប្អូនកណាតកូនទី2នេះវិញខ្ញុំអត់សូវហឺហេទឹកដោះគោខ្ញុំចូលចិត្តញ៉ាំទឹកដោះគោស្រស់អីហ្នឹងបើសិនជាពេលខ្លះអត់មានទឹកដោះគោខ្មែរយើងបងមានថៃក៏ខ្ញុំអត់ផឹកដែរសុខចិត្តផឹករបស់ម៉ាឡេពេទ្យឆាតមកភ្លាមថាម៉ាក់មកមើលអេកូម្ដងទៀតពីព្រោះដោយសារតេស្តឈាមយើងគឺបានចេញមកហើយនៅថ្ងៃខាងស្អែកអញ្ចឹងយើងត្រូវមកពិនិត្យអេកូដើម្បីច្បាស់ទាំងអស់គ្នាណាបងប្អូនទាំងព្រៃទាំងប្រពន្ធសប្បាយចិត្តដេកអត់លក់ទេដេកភ័យអយ៉ាងណាក៏ដោយក៏អត់ភ្លេច skin care ដែរព្រោះអីលេខ្លួនលេអីខ្ញុំប្រើអត់បានទេបានតែឈុតមុខនឹងឯងមួយអាទិត្យប្រើបានតែ2ទៅ3ដងខ្ញុំបានលេនឹងឯណារងថ្ងៃយកបងប្អូនហើយសូម្បីតែកណាតកូនមុនក៏ចឹងដែរប្រើឲ្យមុខឡើងអត់មានឡើងជាំឡើងអាចជ្រួយក្រោយពេលសម្រាល្អម៉ូជោគ្រាន់តែផឹកឡើងភ្លាមបងប្អូនចាហើយជួបបង fan តាមផ្លូវគាត់មើលឃើញខ្ញុំទៀតទៅក៏ចក់ខ្មៅ 70% យកបងប្អូនខ្ញុំនេះអត់បានធ្វើខ្លួនអីទេបងប្អូនព្រោះអីឲ្យតែផឹកឡើងឆាប់អាងជិះមកប៉និតអេកូឲ្យសំខាន់ពាក់អាវឈុតវត្តមកតែមកដល់ភ្លាមឡើងលើខែបងអើយមើលដៃខ្ញុំភ័យមើលទឹកមុខខ្ញុំមកគឺបងប្អូនតើគ្នាដឹងហើយថាខ្ញុំបុកពោះប៉ុណ្ណាខ្ញុំសង្ឃឹមថាកូនទី2នេះគឺជាភេទដែលខ្ញុំចង់បានចោះបងប្អូនខ្ញុំដាក់អេកូបងប្អូនតើគ្នាមើលគឺបងប្អូននឹងដឹងថាភេទស្រីឬក៏ភេទប្រុសព្រោះអីខ្ញុំអត់បានដឹងទេដោយសារអ្នកគ្រូពេទ្យគាត់អត់ប្រាប់ព្រោះពួកខ្ញុំតាំងចិត្តធ្វើកម្មវិធី surprise ភេទតបងប្អូនអញ្ចឹងហើយប្តីខ្ញុំអត់ឲ្យអ្នកគ្រូពេទ្យគាត់ប្រាប់ខ្ញុំទេខ្លាចលេង surprise ពេលដល់ថ្ងៃកម្មវិធីឥឡូវខ្ញុំស៊ូមឲ្យបងប្អូនទាំងអស់គ្នាមើលនៅក្នុងអេកូហ្នឹងនិយាយទៅកូនខ្ញុំគឺមើលឃើញតាំងពីសប្តាហ៍មុនបងប្អូនដែលខ្ញុំផុសវីដេអូឲ្យបងប្អូនតើគ្នាមើលតែអ្នកគ្រូពេទ្យគាត់អត់ប្រាប់ខ្ញុំទេដោយសារអីគាត់លើកជើងលើកដៃលើកអីឲ្យឃើញហ្មងនេះបងប្អូនកន្លែងនេះអ្នកគ្រូគាត់មើលខ្នងមើលអីកន្លែងនេះបានច្បាស់ហើយឥឡូវបងប្អូនទាំងអស់គ្នាទាយមើលថាតើគាត់ស្រីឬក៏ប្រុសទេត្រូវថ្ងៃកម្មវិធីខ្ញុំនឹងជូនកាដូធំ5នាក់សម្រាប់អ្នកដែលគាត់ទីត្រូវតែគ្រូសាខ្ញុំក៏អត់ដឹងដែរទាំងអស់គ្នាប៉ុន្តែនិយាយពីថា Eric មិនគេអូនណាទាំងអស់គ្នាគេអូគេបានមកមើលប្អូនគេគេសប្បាយចិត្តហ្មងពួកឯង4ឆ្នាំកន្លះហើយអញ្ចឹងទៅរៀងចង់បានប្អូនកម្មវិធីប្រកាសភេទខ្ញុំនៅថ្ងៃខាងស្អែកនៅថ្ងៃបងប្អូនអញ្ចឹងអ្នកដែលគាត់ទាយកុំភ្លេច share ផងណាប្រយ័ត្នចំដល់ឈ្មោះខ្លួនអាច share នឹងអត់ឲ្យកាដូធំទេនិយាយពីប្តីខ្ញុំមកបងប្អូនណាគ្រាន់តែមកដល់ភ្លាមស្ដៅយកកែវទឹកឲ្យប្រពន្ធញ៉ាំទឹកដោះគោនិយាយទៅគឺអត់ភ្លេចហ្មងរឿងទុននីតិយកទឹកដោះគោឲ្យប្រពន្ធញ៉ាំថ្នាំជាតិដែកថ្នាំវីតាមីនទឹកដោះគោឲ្យនឹងគឺទុននីតិគាត់ទេនិយាយទៅរាល់ថ្ងៃនេះគឺបានគាត់នឹងឯងទាំងអស់គ្នាយកថ្នាំទឹកដោះគោសំបីតាពេលខ្លះទាំងអស់គ្នាខ្ញុំសុំទៅសើគាត់ទីចាស់ចាសំបីតាងួយទឹកអីក៏ដោយក៏គាត់ឈោមើលយើងដែរខ្លាចយើងល្អអីអញ្ចឹងព្រោះកូនក្រោយនេះខ្ញុំរៀងធ្វើទុកអីអត់បងប្អូនរៀងចុកឆ្អឹងក្នុងចុកកពួនដៃរួចចកេះរួចអីគឺខុសពីកូនមុនមែនតែនខុសដាច់តែខ្ញុំពី
មុន scrap ស្បែក scrap អីខ្លួនឯងបានណាប៉ុន្តែឥឡូវហ្នឹងគឺថាខ្ញុំធ្វើអត់បានច្រើននេះគឺថាប្តីខ្ញុំគាត់មិនបាច់តែថាប្រើគាត់ទេគឺគាត់ឈរធ្វើឲ្យយើងហើយបើមានតងន់ហើយសំណុកសុកស្រួយចេះឲ្យបងប្អូនខ្ញុំពោពោឲ្យគេដាប់ក៏ខ្ញុំអត់ហត់ដែរនិយាយមែនថងអាពោពោនឹងឲ្យអត់ធ្លាក់សម្រស់ធ្លាក់សបល់เลยគឺថាយើងបានប្រើផលិតផលសាច់ចាំច្រើនដែរអត់ប៉ះពាល់ដល់បើប៊ីដេសាតែផលិតផលធម្មជាតិ scrap នេះឲ្យបងប្អូនអើយ3ថ្ងៃ scrap ម្ដងព្រេងអ្នក scrap ឲ្យសាច់ចង់ភ្លឺជាងប្តីសថ្លាសក្បោះហ្មងឯអានេះខ្ញុំខានលាបលេ3ខែទាំងអស់គ្នាប៉ុន្តែបងប្អូនមើលសាច់អ្នកខ្ញុំនិយាយមែនគឺថាស្អាតហ្មងបងប្អូនទាំងអស់គ្នាច្រើនមែនតែនដែលគាត់បែកសង្វល់ឡើងហើយសាច់គឺថាច្រើនណាស់ឆាតមកខ្ញុំមកបងប្អូនទាំងអស់គ្នាខ្ញុំអត់នឹកស្មានទេគាត់ថាគាត់លាបលេអិនគ្វីនស្រីខូចរបស់ខ្ញុំនេះសំខាន់ណាស់លេស្រីខូចរបស់យើងមានជាមួយនឹងសាច់គ្រីមបងប្អូនស្តុកស្រីខូចនេះសជាងមុនគុណនឹង10ទាំងអស់គ្នាសង្វាលាបលេគេខូចយកចាប់បងប្អូនតាគ្នាប្រើជាមួយនឹងអិនគ្វីនគីឡូរបស់ខ្ញុំហើយបើសិនជាបងបានដាក់ជាឈុតនេះទៀតមែនខ្ញុំធានាឲ្យហ្មងតា3ថ្ងៃហើយតម្លៃសមរម្យខ្លាំងណាបើសិនជាបងប្អូនទិញជាឈុត